ធ្នើនេះគឺជាធ្នើដែលគេដាក់ឲ្យនៅនឹងស្រាប់បងប្អូនធ្នើនឹងយើងទុកចោល10-20ឆ្នាំក៏អត់អីដែរដល់ពេលយើងត្រូវការដាំថ្មីគឺយើងដូរតែសកៃដូងខាងលើនេះទេអានេះគឺជាប្រភេទសកៃដូងដែលយើងយកមកដាំហ្នឹងហើយអានេះគឺជាទិន្នផលជិតដល់ថ្ងៃប្រមូលផលហើយប្រាប់បងប្អូនអំពីរបៀបរៀបចំធ្នើនៅពេលដែលយើងរៀបចំធ្នើធ្នើនេះគឺគេដាក់បែបហ្នឹងបងប្អូនមើលទម្រង់វាចុះហើយវាមានច្អូកដាលមួយហើយអានេះគឺជាសកៃដូងនៅពេលយើងដាក់សកៃដូងទៅគឺវាប្រហោងខាងក្រោមអញ្ចឹងប្រហោងខាងក្រោមអញ្ចឹងដើម្បីឲ្យពេលយើងស្រោចស្រពខាងលើនេះហើយវាហូរទៅក្រោមឯងបងប្អូនហើយពេលវាហូរទៅក្រោមហ្នឹងគឺវាមានប្រឡោះខាងក្រោមឯងបងប្អូនឃើញទេនេះខាងក្រោមហ្នឹងគឺវាមានចន្លោះប្រហោងវានៅពេលដែលយើងស្រោចស្រពទៅអាថងនេះវាមានប្រហោងពេលយើងស្រោចស្រពទៅវានឹងហូរទៅខាងក្រោមហ្នឹងហើយហូរទៅធ្នើហ្នឹងអញ្ចឹងទៅហើយធ្នើហ្នឹងវាមានច្អូកខាងក្រោមចែហើយដល់ពេលដែលវាហូរមកអាទឹកជីស្រោចស្រពហ្នឹងហូរមកហើយវាហូរតាមទយោនេះវាហូរទៅចោលហើយអាចុងទយោនេះគឺមានទយោប្រកបធំមួយបហូរទៅចោលនៅក្រៅហើយស៊ឺនោះហើយអាការរៀបចំចុងម៉ាប់នេះនៅខាងនេះមានមួយហើយខាងចុងនោះក៏មានមួយទៀតដែរអញ្ចឹងអានេះគឺជាតិចនិចនៃការរៀបចំធ្នើរបស់គេអញ្ចឹងគេរៀបចំធ្នើបែបនេះបញ្ជាក់បងប្អូនថាធ្នើនេះគឺជាធ្នើដែលគេរៀបចំទុកចោលទេអានេះគេហៅថាធ្នើងាប់ណាទុកវាចោលអញ្ចឹងទៅហើយសកៃដូងដែលយើងយកមកដាំនេះគឺយើងដាំបាន2ដងក្នុងសកៃដូងមួយហ្នឹងគឺក្នុងឆ្នាំហ្នឹងយើងដាំម្ដងហើយយើងកាត់ចោលដល់ពេលយើងកាត់ចោលហើយយើងទម្ងួតទឹកវាឲ្យស្ងួតមានន័យថាយើងដល់ខែក្តៅគឺយើងកាត់អាគល់អាពេញប៉ោះចាស់នេះចោលអស់យើងសម្ងួតអាសកៃដូងហ្នឹងឲ្យវាស្ងួតនៅពេលដែលមេឃក្តៅមកគឺវាចាប់ដើមបំភាយអាទឹកជីនៅក្នុងសកៃដូងហ្នឹងសម្ងួតវាឲ្យស្ងួតនៅពេលដែលស្ងួតហើយឆ្នាំក្រោយបានយើងរៀបចំប្រព័ន្ធទឹកជីថ្មីយកមកដាក់លើហ្នឹងហើយដាំគល់ថ្មីទៀតអញ្ចឹងទៅហើយអញ្ចឹងសកៃដូងហ្នឹងដាំបាន2ដងហើយសកៃដូងនៅក្នុងប្រទេសកូរ៉េនេះគឺថ្លៃហ៎បងប្អូននៅអាមេរិកក៏ដោយក្នុងពេលបច្ចុប្បន្ននេះការដាំដំណាំទូទៅគឺគេដាំនៅលើអាសកៃដូងហ្នឹងអញ្ចឹងនៅតែខ្មែរយើងទេដែលមិនទាន់ប្រើប្រាស់អាសកៃដូងហ្នឹងយកមកដាំដំណាំការពិតសកៃដូងវាមានសារៈសំខាន់ដែរក្នុងការយកដាំដំណាំនេះអញ្ចឹងបងប្អូនគួរតែច្នៃសកៃដូងរបស់យើងហ្នឹងឲ្យវាមានប្រយោជន៍បងប្អូនមិនចាំបាច់រៀបចំបែបហ្នឹងក៏បានដែរបងប្អូនដែលមានដីទំនេរបងប្អូនដាំដំណាំបងប្អូនអាចច្រាំសកៃដូងហ្នឹងឲ្យម៉ត់យកទៅលាយជាមួយនឹងដីដាំដំណាំដើម្បីឲ្យអាសកៃដូងហ្នឹងវាលក្ខណៈវាជ្រាបទឹកបងប្អូនវាផ្ដល់សំណើមទៅដល់ដីដែលស្ងួតហ្នឹងយើងយកសកៃដូងហ្នឹងលាយជាមួយនឹងទឹកហើយលាយជាមួយនឹងដីដែលយើងដាំដំណាំអាដីមិនសូវល្អហ្នឹងបងប្អូនអាចសាកល្បងបែបហ្នឹងបានហើយសកៃដូងអស់នេះនៅពេលដែលគេយកបោះចោលសកៃដូងខ្លះគេដឹកយកទៅបោះចោលសកៃដូងខ្លះអ្នកភូមិនៅជិតហ្នឹងអីគេនាំគ្នាមកសុំអាសកៃដូងហ្នឹងយកទៅលាយដីតាមផ្ទះក្បែរផ្ទះហ្នឹងគេដាំដំណាំក្បែរផ្ទះហ្នឹងហើយដី